ផ្ញើទៅដល់ម៉ាក់ដែលបូមទឹកដោះនៅក្នុងកន្លែងធ្វើការត្រូវ check មើល3សំខាន់ទី1នៅពេលដែលម៉ាក់បូមហ្នឹងណាគឺត្រូវ check មើលក្បាលម៉ាស៊ីនថាតើក្បាលម៉ាស៊ីនហ្នឹងមានដំណើរការអត់វាមានថ្មអត់ព្រោះជួនកាលភ្លេចសាកនឹងអស់គ្នាអញ្ចឹងគឺត្រូវប្រយ័ត្នមែនតើណាព្រោះបើសិនជាអត់បានសាកគឺដូចជានេះហ្មងនិយាយទៅគឺអត់បានធ្វើអីហ្មងមួយថ្ងៃហ្នឹងអត់បានបំនិយាយទៅគឺអត់បានបូមទឹកដោះទុកឲ្យកូនទេព្រោះយើងភ្លេចសាកហើយភ្លេចសាកហើយភ្លេចយកឆ្នាំងសាកមកទៀតប៉ែវចំណុចទី2ពេលណាអ្នកគ្នាកំពុងបូមណាអាសា check មើលពែងផងកុំឲ្យមានបញ្ហាជួនកាលបូមអង្គុយបូមកន្លះម៉ោងចឹងទៅអាមកចាហៀងទៀតហ្នឹងវាដាក់អត់ត្រូវដល់ពេលដាក់អត់ត្រូវបូមមិនកើតអញ្ចឹងម៉ាក់ត្រូវធ្វើការ check មែនតើណាឧបមាថាយើងបូម30នាទីហ្នឹងអាសា check ផងព្រោះជួនកាលវាបើកចោលហ្នឹងឯងទី3តិចថាយកអីវ៉ាន់រៀបចំអីហើយម៉ាស៊ីនបូមក្បាលម៉ាស៊ីនអីអស់ហើយអត់បានយករៀបស្តុកទឹកដោះមកហើយសម្រាប់ម៉ាក់ដែលត្រូវការរៀបស្តុកទឹកដោះគឺខ្ញុំមានណាអ្នកនរគ្នាមានទាំង10មានទាំងជ័រហើយតម្លៃធូរថ្លៃគុណភាពល្អធានាជូនព្រោះដោយសារខ្ញុំប្រើដែរអានេះគឺវាមាន3 180 ml ហើយសម្រាប់កែវ10គឺដល់ទៅ800 ml យើងបូមម្ដងហើយឡខ្ជិលលាងខ្ជិលអីហ្នឹងប្រើតែ800 ml ហ្នឹងហើយ10គឺប្រើបានមួយជីវិតមួយជីវ៉ាបើនេះយើងវាមានការកំណត់របស់វាបែប PP អញ្ចឹងណាយើងអាចប្រើបានពី3ទៅ6ខែទេសម្រាប់10នេះយើងត្រូវដូរវាព្រោះយើងត្រូវដាក់ក្តៅដាក់អីចឹងទៀតទៅវាអាចនឹងមានបញ្ហាអញ្ចឹងប៉ុន្តែអានេះគឺគេដាក់ BPA free អ្នកនរគ្នាអញ្ចឹងវាអត់ប៉ះពាល់វាអត់មានជាតិប៉ះពាល់ទៅដល់សុខភាពទេអញ្ចឹងម៉ែបើសិនជាត្រូវការ10 ស្តុកដោះអី inbox មកបានតម្លៃធានាជូនហ្មង best